នេះតារាម្នាក់នោះគេមិនស័ក្តិសមនឹងបុត្រយើងទេយើងចង់ឲ្យលោកទៅកំចាត់គេចេញក្រាបទូលព្រះអង្គទូលបង្គំនឹងធ្វើតាមព្រះរាជបញ្ជានរណាគេមករកអីទាំងយប់ហ្នឹងលោកអាម៉ាតលោកមករកខ្ញុំទាំងយប់មានរឿងអីមែនទេខ្ញុំមានរឿងចង់ប្រាប់លោកខ្ញុំអរគុណហើយដែលលោកបានមកប្រាប់ខ្ញុំតែលោកធ្វើអ្វីដែលព្រះអង្គប្រាប់ទៅចុះលោកចង់ឲ្យខ្ញុំសម្លាប់លោកមែនទេមិនមែនទេលោកគ្រាន់តែយកខ្ញុំទៅឲ្យឆ្ងាយរឿងបន្តទៀតទុកឲ្យខ្ញុំជាអ្នកចាប់ផ្ដើមចុះបានខ្ញុំនឹងធ្វើតាមលោកសូមជូនរឿងអ្នកផ្លុំខ្លុយកាលពីព្រេងនាយមានអ្នកផ្លុំខ្លុយម្នាក់ឈ្មោះតារាកំពុងផ្លុំខ្លុយរបស់ខ្លួនដែលសំឡេងពីរោះរណ្ដំក្រៃលែងដូចជាបំពេឲ្យអ្នកភូមិស្ដាប់ពេលចូលគេងនៅយប់មួយក្រោយពីតារាផ្លុំចប់និងសំឡេងចម្រៀងរបស់គេរួចក៏បានចូលទៅគេងនាងកើតអីហ្នឹងសូមជួយខ្ញុំផងនាងមានអីខ្ញុំជួយដែរទេខ្ញុំត្រូវមេធ្មប់ចាប់ឃុំនៅក្នុងល្អាងភ្នំនៅលើកំពូលកែវដែលមិនមានមនុស្សណាអាចទៅដល់បានសូមជួយខ្ញុំផងនាងលុះព្រឹកឡើងតារាក៏បានធ្វើដំណើរទៅភ្នំកែវដើម្បីទៅជួបព្រះនាងកុសាវតីនៅពេលធ្វើដំណើរយ៉ាងយូរនៅក្នុងព្រៃតារាក៏បានឈប់សម្រាកនៅក្រោមដើមឈើម្លប់ធំមួយសូមជួយពួកខ្ញុំផងទៅលោកនរណាគេនិយាយហ្នឹងនៅខាងនេះខ្ញុំនៅខាងនេះសមោចនេះសមោចចេះនិយាយមែនទេខ្ញុំយល់សពទេដឹងហ្នឹងមិនមែនទេលោកមិនមែនយល់សពទេខ្ញុំជាស្ដេចសមោចខ្មៅដែលមាននគរនៅជិតដើមស្វាយខាងនោះសូមលោកជួយខ្ញុំផងទៅអញ្ចឹងតើព្រះអង្គមានអីខ្ញុំជួយទៅគឺនគររបស់ខ្ញុំត្រូវបានពួកសមោចក្រហមវាយលុកសម្រាប់ប្រជាជនរបស់ខ្ញុំស្លាប់អស់ជាច្រើនអ្នកណាស់មិនអីទេព្រះអង្គចាំទូលបង្គំទៅដេញសមោចក្រហមចេញឲ្យឆ្ងាយអញ្ចឹងសូមលោកមកតាមខ្ញុំមកណែសមោចក្រហមឆាប់ចេញពីនគររបស់សមោចខ្មៅភ្លាមហាមនុស្សឆាប់រត់ពួកយើងមនុស្សមកហើយស្រមោចក្រហមពេលឃើញតារាបែបហ្នឹងក៏នាំគ្នារត់ចែកជើងគ្នាអស់ទៅយើងអរគុណលោកច្រើនហើយមិនអីទេព្រះអង្គបើថ្ងៃណាមួយលោកមានអីឲ្យយើងជួយសូមលោកគោះរង្វង់នៅលើដីនោះយើងនឹងទៅរកលោកភ្លាមបើអញ្ចឹងទូលបង្គំលាសិនហើយតារាក៏ចេញដំណើរបន្តទៀតធ្វើដំណើរមិនយូរប៉ុន្មានក៏បានមកជួបតាចាស់ម្នាក់កំពុងលីអូលោកតាកំពុងតែធ្វើអីហ្នឹងស៊ីបាយគេដឹងខ្ញុំសួរធម្មតាតាមិនក៏លោកតាឆ្លើយជាមួយខ្ញុំបែបនេះចុះឯងមិនបើកភ្នែកមើលថាយើងកំពុងតែលីអូទេអីអូឲ្យចៅសុំទោសផងលោកតាឲ្យមកចៅមកចាំចៅជួយយកវាទៅដល់ផ្ទះលោកតាឯងលីវាមិនរួចទេព្រោះវាធ្ងន់ណាស់វាធ្ងន់សម្រាប់លោកតាតែវាស្រាលសម្រាប់អ្នកដែលមានកម្លាំងខ្លាំងដូចជាចៅកុំអួតពេកនេះយកទៅតែមុននឹងឯងយកឯងត្រូវតែសន្យាថានឹងមិនដាក់វាចោលទេរហូតតលតែឯងយកទៅដល់ផ្ទះតាបានឯងអាចទម្លាក់ចោលបានតារាក៏បានលើកលីអូសនោះចំមិនក៏ធ្ងន់ម្ល៉េះមិញឃើញគាត់លីដូចជាមិនធ្ងន់ផងមកតាមយើងមកបានពួកគេទាំងពីរក៏ដើរចេញទៅតាអរគុណច្រើនហើយណាចៅបានមិនអីទេលោកតាណែនេះជាចិញ្ចៀនវេទមន្តដែលវាអាចសម្រេចអ្វីតាមដែលឯងចង់បានចៅអរគុណហើយលោកតាចៅលាសិនហើយតារាក៏ចេញពីផ្ទះលោកតាបាត់ទៅការធ្វើដំណើរយ៉ាងយូរមកក៏ជិតដល់ភ្នំកែវគេក៏ប្រទះឃើញសត្វឥន្ទ្រីមួយក្បាលដែលត្រូវរបួសបាក់ជើងនៅជិតភ្នំកែវសត្វកំសត់អើយអ្នកណាអីក៏ចិត្តអាក្រក់ម្ល៉េះមកចាំយើងជួយព្យាបាលរបស់ឯងដោយចិញ្ចៀននេះចុះតារាក៏បានព្យាបាលសត្វឥន្ទ្រីនោះដោយចិញ្ចៀនវេទមន្តនេះសត្វឥន្ទ្រី
ពេលដែលបានព្យាបាលហើយវាមានអារម្មណ៍ថាសប្បាយជាខ្លាំងក៏បានហើរជុំវិញតារាហើយក៏បានចុះក្រាបនៅក្រោមជើងតារាដោយការដឹងគុណ ឯងចង់ឲ្យយើងជិះលើខ្នងឯងមែនទេអញ្ចឹងឯងជួយនាំយើងទៅកំពូលភ្នំកែវផងបានទេ សត្វឥន្ទ្រីក៏ងក់ក្បាលវាហើយក៏បានឡើងជិះលើខ្នងឥន្ទ្រីហើយឥន្ទ្រីក៏បានហើរទៅរកកំពូលភ្នំកែវ យើងអរគុណឯងច្រើនហើយ សត្វឥន្ទ្រីក៏ហើរទៅបានហើយតារាក៏បានចាកចេញទៅផ្ទះមេធ្មុំតារាក៏គោះទ្វារផ្ទះមេធ្មុំអ្នកណាមករកយើងនឹង គឺខ្ញុំលោកយាយស្អាត ឯងមករកអី គឺខ្ញុំវិញផ្លូវខ្ញុំចង់សុំលោកយាយស្នាក់នៅទីនេះប្រហែលថ្ងៃផងបានទេលោកយាយ បើឯងចង់នៅឯងត្រូវធ្វើតាមបញ្ជាយើង បានតាខ្ញុំនឹងធ្វើតាមលោកយាយទាំងអស់ នេះយប់ហើយឯងទៅសម្រាកនៅក្រៅសេះទៅស្អែកនេះយើងនឹងឲ្យការងារឯងធ្វើហើយយើងនឹងឲ្យអ្នកបម្រើរបស់យើងនាំឯងទៅ បាទ ពេលនោះនារីម្នាក់ដែលជាអ្នកបម្រើរបស់មេធ្មុំក៏បានមកដល់យាយហៅរកខ្ញុំមែនទេមែនហើយនាងឆាប់នាំគេទៅសម្រាកនៅក្រៅសេះទៅចា នាងស្អាតណាស់ស្អាតដូចពេលយើងសុបិនឃើញអញ្ចឹង អ្នកផ្លុំខ្លុយក៏តាមព្រះនាងទៅក្រៅសេះលោកសម្រាប់នៅត្រង់នេះហើយ បាទ ព្រះនាងក៏បានចាកចេញទៅបានលុះព្រឹកឡើងព្រះនាងក៏បានដើរមកហើយក៏បានដើរទៅដាស់តារាដែលកំពុងតែដេកលង់លក់យ៉ាងស្រួលណែនៅដេកដង្កាលទៀតយាយកំពុងតែចាំលង បាទខ្ញុំទៅហើយ ពួកគេទាំងពីរក៏ដើរទៅផ្ទះយាយធ្មប់បាត់ទៅមកហើយយេឆាប់មកញ៉ាំអីសិនមកមុននឹងធ្វើការងាររបស់ឯង បាទ គេក៏ដើរទៅតុហើយព្រះនាងក៏បានរៀបចំអាហារឲ្យគេពេលឯងឆីហើយមកជួបយើងនៅរោងដាក់គ្រាប់ធញ្ញជាតិ បាទ មេធ្មុំក៏បានចេញទៅហើយព្រះនាងក៏ដើរមកនេះអាហារលោកហូបទៅ បាទតែខ្ញុំឆ្ងល់ណាស់មិនបានជានាងមកនៅជាមួយនឹងយាយធ្មប់អញ្ចឹង ខ្ញុំមិនដឹងទេខ្ញុំដឹងតែថាខ្ញុំមកធ្វើអ្នកបម្រើគាត់ប៉ុណ្ណា តែមិនក៏នាងមិន ឆាប់ហូបទៅកុំនិយាយច្រើនពេកយាយកំពុងតែចាំលងឲ្យលឿនហើយរហ័សផងខ្ញុំជូនលោកទៅ បាទ នៅពេលតារាហូបអាហាររួចហើយគេនិងព្រះនាងក៏បានទៅរកយាយធ្មប់នៅរោងធញ្ញជាតិគេមកហើយលោកយាយឯងឆាប់មកនេះ បាទ ឯងមានឃើញបាវ5ដែលពោពេញដោយគ្រាប់ធញ្ញជាតិលាយគ្នានៅទីនោះទេ បាទឃើញ ឯងត្រូវតែប្រមូលគ្រាប់ធញ្ញជាតិទៅតាមប្រភេទរបស់វាឲ្យបានមុនពេលបាយល្ងាចយើងមកមើលតែបើឯងធ្វើវាមិនបានយើងនឹងបោះឯងទៅក្នុងអាងក្រពើហើយ បាទយាយបាទ មេធ្មប់និងព្រះនាងក៏បានដើរចេញទុកពេលឲ្យតារា ហើយមិនដឹងជាធ្វើយ៉ាងម៉េចទេឲ្យមកបំបែកប្រភេទគ្រាប់ធញ្ញជាតិចេញពីគ្នានេះមកណោឡើង5បាយឯណោះអ្នកណាទៅយកវាចេញអស់បើត្រឹមតែកន្លះថ្ងៃនេះ10ថ្ងៃទៀតធ្វើមិនហើយផង តារាដើរចុះឡើងនឹងរអ៊ូម្នាក់ឯងស្រាប់តែនឹកឃើញដល់ស្ដេចស្រមោច អូមែនហើយស្ដេចសម្ោចអាចជួយយើងបានតើ ពេលនោះតារាក៏រើសឈើមួយចិត្តខ្លួនក៏យកមកគូសរង្វង់ដែលស្ដេចស្រមោចបាន5ពេលនោះផងដែរស្ដេចស្រមោចក៏បានលេចចេញមក លោកមានអីឲ្យខ្ញុំជួយមែនទេមែនហើយព្រះអង្គគឺមេធ្មប់បានឲ្យយើងចែកគ្រាប់ធញ្ញជាតិទាំងអស់នេះទៅតាមប្រភេទរបស់វានីមួយៗហើយទុកពេលឲ្យយើងត្រឹមតែកន្លះថ្ងៃទេលោកទៅសម្រាកចុះទុកឲ្យយើងនិងកូនចៅរបស់យើងជាអ្នកធ្វើវិញបាន ស្ដេចស្រមោចក៏បានរៀបចំប្រមូលគ្រាប់ធញ្ញជាតិទៅតាមប្រភេទរបស់វានីមួយៗរហូតដល់អស់ទើបចេញទៅលុះដល់ពេលល្ងាចជាពេលដែលមេធ្មប់ដើរមកពិនិត្យមើលកិច្ចការដែលឲ្យតារាធ្វើឆាប់យកទឹកទៅជះវាទៅព្រះនាងក៏បានដងទឹកទៅជះនៅលើតារាដែលកំពុងតែដេកលង់លក់ការងារដែលយើងឲ្យធ្វើហើយមែនទេ
បាទយាយហើយគឺនៅទីនេះ មេធ្មុំក៏ដើរទៅមើលហើយក៏និយាយថាឯងឆាប់ទៅឆីបាយទៅព្រោះស្អែកយើងមានការងារបន្តទៀត បាទយាយ នាងឆាប់ទៅរៀបចំអាហារឲ្យគេទៅចាយាយលុះព្រឹកមកដល់មេធ្មុំក៏បានឲ្យព្រះនាងទៅដាស់តារានៅកន្លែងដេករបស់គេណែឡើងនៅដេកស្រមុកដល់អង្ការទៀនឆាប់ក្រោកឡើងនិយាយគាត់ហើយពេលនោះតារាក៏ភ្ញាក់និយាយទាំងមមើមមាយ បាទខ្ញុំភ្ញាក់ហើយ ឆាប់ទៅលុបមុខទៅកុំឲ្យយាយចាំយូរហើយព្រះនាងក៏ដើរចេញទៅមិនយូរប៉ុន្មានព្រះនាងទៅដល់កន្លែងមេធ្មុំតារាក៏ដើរទៅដល់ដែរមកហើយមែនទេឯងឆាប់ឆីទៅរហ័សបន្តិចយើងនាំឯងទៅធ្វើការបន្តទៀត បាទ តារាក៏ឆីបាយរួចរាល់ហើយបានដើរទៅតាមមេធ្មុំនេះជាការងារថ្មីរបស់ឯងត្រូវដងទឹកនេះយ៉ាងម៉េចឲ្យអស់ពីទន្លេនេះឲ្យអស់ឲ្យហើយនៅល្ងាចនេះ ដងឲ្យអស់ពីទន្លេមែន ត្រូវហើយល្ងាចនេះយើងនឹងមកមើលនិយាយហើយមេធ្មុំក៏ដើរចេញបាត់ទៅ ហេមេធ្មប់នេះបែកមែនទេនេះមកឲ្យខ្ញុំធ្វើអីឈួតអញ្ចឹងនោះមកល្ងាចអាណាតដងអស់មួយឆ្នាំទៀតមិនអស់ផង តារារអ៊ូម្នាក់ឯងមិនយូរប៉ុន្មានតារាក៏នឹកឃើញនៅចិញ្ចៀនដែលលោកតាម្នាក់នោះឲ្យមកគេ អូចិញ្ចៀនគឺចិញ្ចៀនលោកតាឲ្យ តារាក៏បានដកយកចិញ្ចៀនមកហើយក៏សូត្រវេទមន្តដើម្បីឲ្យទន្លេនេះរីងស្ងួតមួយរំពេញ ចេះសំណាងមានចិញ្ចៀនវេទមន្តកុំអីចាប់របស់មេធ្មប់កាចាស់នោះបាត់ទៅហើយ ទៅរកដេកបន្តិចសិន បន្ទាប់ពីបានធ្វើឲ្យទន្លេរីងហើយតារាក៏បានទៅដេកលេងបាត់ទៅមិនយូរប៉ុន្មានក៏ដល់ពេលល្ងាចដែលជាពេលមេធ្មប់មកមើលការងាររបស់តារាដោយពេលមកដល់ឃើញការងាររបស់ខ្លួនត្រូវបានតារាធ្វើឲ្យបែបនេះក៏មានចិត្តភ្ញាក់ផ្អើលយ៉ាងខ្លាំងអូមិនក៏ឯងធ្វើបានឯងជាអ្នកណាហ៎មេធ្មប់ក៏ខឹងធ្វើកំហឹងខ្លាយជាភ្លើងដែលធ្វើឲ្យមេធ្មប់ផ្ទុះបែកខ្លួនស្លាប់បាត់និងធ្វើឲ្យបណ្ដាសាក៏ត្រូវរលាយបាត់ដែរពេលបណ្ដាសារលាយបាត់ព្រះនាងក៏បានដឹងខ្លួនមកវិញខ្ញុំអរគុណលោកហើយដែលបានមកជួយខ្ញុំ មិនអីទេពនាង ពេលទៅដល់នគរខ្ញុំភ្លាមខ្ញុំនឹងទូលដល់ព្រះបិតាឲ្យយើងទាំងពីរបានរៀបអភិសេកជាមួយគ្នា យើងឆាប់ទៅពនាងមេឃចិត្តយប់ហើយ មែនហើយ សូមព្រះរាជទានទោសក្រាបទូល តារាក៏បានទៅអោបចង្កេះព្រះនាងហើយក៏ដកចិញ្ចៀនមកសូនដើម្បីទៅនគរព្រះនាងស្ដេចកិត្យាពង្សាដែលគង់នៅលើរាជបល្ល័ង្កដោយព្រះតីបារម្ភពីបុត្រីដែលត្រូវបានមេធ្មប់ចាប់ទៅពេលនោះស្រាប់តែព្រះបិតា កុសាវតីបុត្របិតា បុត្រសប្បាយចិត្តណាស់ដែលបានមកជួបព្រះបិតាវិញ តើអ្នកណាដែលបានជួយបុត្រប្រាប់បិតាមកបិតានឹងប្រទានរង្វាន់ទៅដល់គេ ជាគេម្នាក់នោះព្រះបិតា យើងអរគុណឯងច្រើនហើយមិនអីទេព្រះអង្គតើឯងឈ្មោះអីអូទូលបង្គំឈ្មោះតារា ព្រះបិតា មានអីមែនទេបុត្រ បុត្រចង់រៀបអភិសេកជាមួយនឹងបងតារា ថាម៉េចរៀបអភិសេក ព្រះបិតាបានប្រកាសហើយតែបើមានអ្នកណាអាចជួយបុត្របាននឹងបានរៀបអភិសេកជាមួយបុត្រ បិតាមិនក្បត់ពាក្យសន្យាទេបិតានឹងឲ្យគេរៀបចំពិធីនៅអាទិត្យក្រោយ អរព្រះគុណព្រះបិតា អាម៉ាតនាំនាយតារាទៅសម្រាប់នៅដំណាក់ទទួលភ្ញៀវសិនទៅក្រាបទូលព្រះអង្គលោកមកតាមខ្ញុំមកបាន តារាក៏ដើរតាមលោកអាម៉ាតទៅដំណាក់ទទួលរបស់ស្ដេច នេះជាបន្ទប់លោកបានអរគុណ អាម៉ាតក៏បានដើរចេញទៅប៉ុន្តែមិនយូរប៉ុន្មានក៏បានជួបនឹងស្ដេចកិត្យា សូមក្រាបថ្វាយបង្គំព្រះអង្គល្អហើយលោកអាម៉ាតលោកជាមនុស្សម្នាក់ដែលយើងទុកចិត្តជាងគេយើងមានរឿងមួយចង់ឲ្យលោកជួយធ្វើតែជារឿងអីទៅក្រាបទូលនាយតារាម្នាក់នោះគេមិនស័ក្តិសមនឹងបុត្រយើងទេយើងចង់ឲ្យលោកទៅកំចាត់គេចេញក្រាបទូលព្រះអង្គទូលបង្គំនឹងធ្វើតាមព្រះរាជបញ្ជា
ល្អណាស់អញ្ចឹងយើងទៅហើយណាលោករៀបចំចាត់ការនៅថ្ងៃស្អែកនេះទៅ ស្ដេចកិត្យាក៏បានដើរចេញទៅក្រោយពីស្ដេចចេញទៅលោកអាម៉ាតក៏បានទៅរកតារា នរណាគេមករកអីទាំងយប់ហ្នឹងលោកអាម៉ាតលោកមករកខ្ញុំទាំងយប់មានរឿងអីមែនទេខ្ញុំមានរឿងចង់ប្រាប់លោករឿងអីទៅលោកអាម៉ាតលោកចូលមកក្នុងសិនមក អាម៉ាតក៏បានចូលទៅខាងក្នុងហើយប្រាប់រឿងស្ដេចកិត្យាចង់កំចាត់គេទៀត ខ្ញុំអរគុណហើយដែលលោកបានមកប្រាប់ខ្ញុំតែលោកធ្វើអ្វីដែលព្រះអង្គប្រាប់ទៅចុះលោកចង់ឲ្យខ្ញុំសម្លាប់លោកមែនទេមិនមែនទេលោកគ្រាន់តែយកខ្ញុំទៅឲ្យឆ្ងាយរឿងបន្តទៀតទុកឲ្យខ្ញុំជាអ្នកចាប់ផ្ដើមចុះបានខ្ញុំនឹងធ្វើតាមលោក ស្អែកឡើង តារាយើងមានរឿងមួយឲ្យឯងធ្វើដើម្បីឲ្យបញ្ជាក់ពីសេចក្តីស្រឡាញ់ចំពោះបុត្ររបស់យើងសូមទ្រង់មានព្រះបន្ទូលមកចុះ ដោយតារាដឹងរឿងព្រះអង្គចង់កំចាត់គេក៏ធ្វើជាមិនដឹង យើងនឹងឲ្យលោកអាមាត្យជូនឯងទៅក្នុងព្រៃទៅសម្លាប់នាគមួយនៅក្នុងល្អាងភ្នំនៅជិតនគរយើងដែលវាតែងតែមកធ្វើបាបប្រជារាស្ត្ររបស់យើងសូមទទួលព្រះរាជបញ្ជាក្រាបទូល ពេលនោះអាម៉ាតក៏នាំតារាចេញទៅតែតាមពិតទៅមិនមាននេះអីទេវាគ្រាន់តែជាការកុហករបស់ស្ដេចតែប៉ុណ្ណោះ ពួកឯងនឹងចាំយើងនៅត្រង់នេះហើយ អាម៉ាតក៏នាំតារាចូលព្រៃជ្រៅបន្តិចឲ្យផុតភ្នែកទីហ៊ាន ខ្ញុំជូនលោកបានតែត្រឹមនេះទេតើលោកមានអីខ្ញុំជួយទេមិនមានអីទេតែបើព្រះអង្គត្រូវការខ្ញុំលោកម្ករកខ្ញុំនៅទីនេះចុះបាទលោកខ្ញុំលាសិនហើយ អាម៉ាតបានចេញទៅហើយតារាក៏បានជប់ផ្ទះស្នាក់នៅរងចាំថ្ងៃបន្ទាប់ចាំធ្វើបាបស្ដេចឲ្យដឹងពីកំហុសរបស់ខ្លួនព្រះបិតាមានឃើញម្ចាស់បងតារាទេ គេទៅផ្ទះគេវិញហើយបន់គេថាគេមិនស័ក្តិសមនឹងមិនចង់រៀបអភិសេកជាមួយនឹងបុត្រទេ ព្រះបិតា មិនអីទេបន់ធ្វើម៉េចបើគេមិនមែនជាគូនឹងបុត្រនោះ ព្រះនាងក៏បានទៅដំណាក់ដោយសេចក្តីសោកសៅបំផុតតារាបានពាក់ចិញ្ចៀនបំបាំងកាយទៅរកព្រះនាង ពនាងអូន ម្ចាស់បងតារាបងទៅមកពីណាបិតាថាបងមិនចង់រៀបអភិសេកជាមួយខ្ញុំម្ចាស់ទេ មិនមែនជាការពិតទេទ្រង់កុហកអូនតាគឺទ្រង់នឹងហើយជាអ្នកដែលមិនចង់ឲ្យបងរៀបអភិសេកជាមួយអូននោះ ព្រះបិតាហ៊ានធ្វើបែបនេះផងមែនទេ មែនហើយអូន អូននឹងទៅនិយាយជាមួយនឹងទ្រង់ មិនបាច់ទេចង់ឲ្យបងបង្រៀនទ្រង់បន្តិចទេ បងចង់ឲ្យអូនជួយអីទេ អូនគ្រាន់តែនៅស្ងៀមចុះរឿងបន្តទៀតទុកឲ្យបងជាអ្នកចាត់ការ ចាបងបន្ទាប់ពីជួបព្រះនាងហើយតារាក៏បានទៅរកស្ដេចកិត្យាដោយស្ដេចកិត្យាកំពុងតែផ្ទំលងលក់តារាក៏បានទៅទាញភួយរបស់ទ្រង់ចេញដែលធ្វើឲ្យស្ដេចកិត្យាភ្ញាក់ឡើង ព្រះបិតាអ្នកណាគឺទូលបង្គំជាបុត្រសន្និសារបស់ទ្រង់នោះអីបុត្រសន្និសាណាតារាគេស្លាប់បាត់ហើយចុះហេតុអីបានជាព្រះបិតាចង់សម្លាប់ទូលបង្គំយើងសុំទោសឯងទៅកាន់សុគតិភពទៅចុះយើងនឹងធ្វើបុណ្យឲ្យឯងតែទូលបង្គំមិនចង់ទៅតែម្នាក់ឯងទេទូលបង្គំចង់យកទ្រង់ទៅជាមួយដែរអត់ទេ ពេលនោះស្ដេចកិត្យាក៏បានរត់ទៅដំណាក់ព្រះនាង កុសាវតីបុត្រជួយបិតាផងតារាគេចង់សម្លាប់បិតា បងតារាណាក្រាញ់បិតាមានបន្ទូលថាគេទៅផ្ទះគេវិញហើយមែនទេ គេបានស្លាប់បាត់ទៅហើយបុត្រគេបានមកលងបិតា បិតាថាម៉េច ឲ្យបិតាសុំទោសផងណាបុត្របិតាបានបញ្ជាអាមាត្យឲ្យសម្លាប់គេបាត់ទៅហើយ ហេតុអីបិតាធ្វើបែបនេះ ឲ្យបិតាសុំទោសផងបិតាដឹងខុសហើយបើដឹងខ្លួនល្អហើយព្រះអង្គឯងមិនទាន់ស្លាប់ទេ តារាបានបង្ហាញខ្លួននៅពីក្រោយព្រះនាងឲ្យស្ដេចកិត្យាឃើញ ទូលបង្គំមានបានស្លាប់ឯណាព្រោះលោកអាមាត្យមិនបានសម្លាប់ទូលបង្គំទេ មិនបានបិតាធ្វើបែបនេះ មកពីបិតាគិតថាគេមិនស័ក្តិសមជាមួយនឹងបុត្រសូមបុត្រលើកលែងទោសឲ្យបិតាផងទៅ ពេលនោះព្រះនាងកុសាវតី
ក៏បានលើកទោសឲ្យស្ដេចកិត្យាហើយពិធីអភិសេករបស់អ្នកទាំងពីរក៏បានធ្វើតាមអ្វីដែលគេរៀបចំនិងបានទៅអញ្ជើញឪពុកម្ដាយរបស់តារាឲ្យមកចូលរួមផងដែររឿងនេះអប់រំយើងចង់ឲ្យមានភាពក្លាហានដូចជាតារាដែលបានទៅជួយព្រះនាងដោយមិនខ្លាចស្លាប់និងមិនឲ្យយើងក្បត់សន្យាដោយស្ដេចកិត្យាដែលបានក្បត់សន្យាជាមួយតារាហើយចង់សម្លាប់គេថែមទៀតបងផូនេះបងកំពុងធ្វើស្អីហ្នឹងពិតជាថោកទាបខ្លាំងណាស់រឿងក្លិនផ្កាចំបៃនៅមុខផ្ទះដង្ខៅប៉ែនចំបៃនៅផ្ទះទេចំបៃណែអាផូហើយឯងមកចំទាលរកស្អីទាំងព្រឹកហ្នឹងមានការអីហ៎អូនាងធំគឺខ្ញុំមករកចំបៃនៅផ្ទះដែរទេចំបៃហ្នឹងវាឋានៈស្មើឯងហីបានជាឯងមកឲ្យចំបៃពេញមាត់បែបនេះចំបៃប្អូនស្រីយើងបើឯងហៅយើងថាអ្នកនាងឯងក៏ត្រូវហៅវាថាអ្នកនាងដែរគ្រាន់តែអ្នកចាំចំការឯងកុំចង់មកវាយស្មើនឹងចវាយវើយបងស្រីនាងចំបៃគឺខ្ញុំយកច័ន្ទស្រាក់យកមកជូននាងវិញបានចាំបាច់យកឲ្យខ្ញុំវិញធ្វើអីមិនក៏ផោមិនຕົកប្រើទៅធ្វើអញ្ចឹងកើតទេនាងវាជារបស់នាងខ្ញុំត្រូវតែយកមកជូនវិញអញ្ចឹងហើយរឿងបាយហូបចុកស្អីហ្នឹងក៏អញ្ចឹងដែរឲ្យចេះដាំខ្លួនឯងខ្លះទៅគ្មានអ្នកណាគេចេះតែអង្គុយមានពេលយកមកឲ្យឯងរាល់ថ្ងៃទេបើខ្ជិលដាំណាស់ទៅតែញ៉ាំផ្សារស៊ីទៅបងស្រីហើយឯងសម្លក់បងធ្វើស្អីហាពុកមានការចង់និយាយជាមួយឯងឆាប់មកតាមបងមកនៅផ្ទះចាំចំការនិយាយថាម៉េចរឿងនេះជាការពិតមែនទេហើយខ្ញុំទៅកុហកមីងធ្វើស្អីអាភូវាស្រឡាញ់នាងចំបៃយូរហើយណាវាស្កាត់ទៅសាសងគ្នានៃមាត់បឹងបន្តិចដងទេដែលខ្ញុំមកប្រាប់មីងនេះមិនមែនខ្ញុំខូចមាត់ទេតែខ្ញុំខ្លាចថាដង្ខៅប៉ែនដឹងគាត់វាយធ្វើបាបអាភូកូនមីងណាមែនហើយឯងមកប្រាប់មីងគឺត្រូវហើយមីងអរគុណណាស់អាភូអើយអាភូខ្លួនឯរហាមមិនក៏វាប្រហើនយ៉ាងនេះអាកូនកំរក់អើយទ្រព្យសម្បត្តិរបស់ពុកមុននឹងក្រោយពុកគង់តែចែកឲ្យពួកឯងទេតែយ៉ាងណាចម្ប៉ាជាកូនបងហើយគេជួយការងាររកស៊ីរបស់ពុកច្រើនណាស់ពុកប្រកាសជាចែកឲ្យចម្ប៉ាច្រើនជាងហើយឯងកុំចំណែនបងឯងអីណាចំបៃអត់ទេបងខ្ញុំមិនបានចំណែននឹងបងស្រីទេត្រូវហើយលោកស្រីសយសុមន្តាគាត់បានឲ្យដំណឹងមកពុកហើយខានស្អែកនេះគាត់លើកបណ្ដាការមកទៅដឹងឯងហើយណាប៉ាប់ថាម៉េចហ្នឹងតែខ្ញុំហើយឯងកើតស្អីភូមិរាគេគឺជាអ្នកជំនួញវ័យក្មេងសោះទ្រព្យសម្បត្តិមិនតិចទេបានគេមកធ្វើជាប្តីឯងណាឯងសំណាងណាស់ទៅហើយយ៉ាងម៉េចប្រហែលភូមិរាហើយឯងមើលមិនចូលភ្នែកទៀតអីចង់ទៅយកអាប្រុសរហាមគ្មានតបូលជ្រោកធ្វើប្តីអញ្ចឹងអីចំប៉ាកុំថាយប្អូនអញ្ចឹងអីវាមិនល្អស្ដាប់ទេណាកូនល្ងាចឡើងនៅមាត់ស្ទឹងអូនថាម៉េចលោកម្ចាស់ឲ្យអូនរៀបការជាមួយគេរឿងកាន់តែធំជាងនេះទៀតគឺថាពេលនេះអូនមានទម្ងន់ហើយហាអូនមានកូនណាជាការពិតមែនទេជាយោនៅទីបំផុតខ្ញុំខ្លាចជាឪពុករបស់គេហើយអូនពិបាកចិត្តស្ទើរស្លាប់ទៅហើយបងនៅសើចសប្បាយបានទៀតឲ្យបងសុំទោសមុននេះមកពីបងរំភើបចិត្តពេកនឹងណាចំបៃអូនកុំធ្វើមុខអញ្ចឹងអីណាអូនណាកុំហោសធ្ងន់ណាក្នុងជាតិនេះមិនចេះរិះគិតសាងតែបញ្ហាក្បត់ម៉ែក្បត់ឪក្បត់ដូនតាមិនតន់រៀបការមានកូនក្នុងផ្ទៃចំបៃកុំអញ្ចឹងអីណាចំបៃបងជាអ្នកខុសទុកឲ្យបងជាអ្នកទទួលខុសត្រូវណាអូនបងចង់ទទួលខុសត្រូវយ៉ាងម៉េចបងគិតថាពុកខ្ញុំគាត់ព្រមដែរទេគាត់ច្បាស់ជាសម្លាប់ខ្ញុំចោលមិនខានទេបើអញ្ចឹងពួកយើងពង្រត់គ្នាទៅអត់ទេធ្វើអ្វីអញ្ចឹងមិនបានទេអាភូលោកម្ចាស់គាត់មានគុណធំណាស់ចំពោះម្ដាយកូនយើងឯងកុំធ្វើអញ្ចឹងអីណាកូនម៉ែសុំវ៉ម៉ែ
ខ្ញុំអត់មានផ្លូវជ្រើសរើសទេណាម៉ែខ្ញុំជាកូនអកតញ្ញូមិនគប្បីចំពោះម៉ែម៉ែកាត់កាល់ខ្ញុំចោលចុះ អាភូកុំទៅអីអាភូកុំទៅចោលម៉ែម៉ែសុំវល់កូន ឲ្យខ្ញុំសុំទោសណាម៉ែកូនសុំទោសកូនលាម៉ែហើយ អាភូអាភូអាភូ យប់ស្ងាត់ ហើយដូចជាចម្លែកដល់ហើយមេឃងងឹតស្លុបរកតមើលស្អីក៏មិនឃើញពួកអាដៃនឹងនៅត្រង់ណាអញ្ចេះមិនក៏មិនអុចចង្គៀងបំភ្លឺសួនច្បារផងអាសយអើយអេហើយអ្នកណាគេនឹងមិនក៏ដូចជាមនុស្សរត់ចាញ់ទៅអញ្ចេះអ្នកណាគេអញ្ចេះឬមួយក៏ មីកូនចង្រៃមិនក៏វាផ្ដេសផ្ដាស់យ៉ាងនេះហើយពួកឯងនេះឈរដល់អង្កាលទៀតបញ្ញាប់តាមទៅចាប់ពួកវាភ្លាមទៅឲ្យឆាប់ឡើងបាទលោកម្ចាស់បាទពួកឯងឆាប់តាមយើងមក ពកធ្វើចិត្តឲ្យតិចទៅពកវាទៅតែចាញ់ទៅមុននេះខ្ញុំថាវាមិនទាន់ទៅណាឆ្ងាយទេពកកុំបារម្ភអី ចំប៉ាឯងដឹងរឿងនេះយូរហើយហេតុអីក៏ឯងមិនប្រាប់ពុកឯងចង់ឲ្យពុកស្ទះទ្រង់ស្លាប់អី ដែលខ្ញុំមិននិយាយក៏ព្រោះតែខ្ញុំខ្លាចថាពុកចោតប្រកាន់វានាងចំបៃនាងក្មេងចង្រៃនេះកើតមកបំផ្លាញម៉ែឪពិតមែនហើយ នាងចំបៃអូយ ពុកយ៉ាងម៉េចហ្នឹងពុកកើតអីហ្នឹងពុក ពុកថប់ដង្ហើមណាពុកថប់ដង្ហើមណាអូយ កុំកើតអីណាពុកទ្រាំតិចទៅពុកហើយនាងណយឯងនៅត្រង់ណាឆាប់មកនេះភ្លាមមក ស្អែកឡើងនៅភូមិភាគខាងជើងទីនេះជាផ្ទះចាស់របស់ជីតាបងមុនពេលដែលគាត់ស្លាប់ទៅគាត់បានចែកឲ្យម្ដាយបងខាងនៅជិត10ឆ្នាំរៀងចាំបន្តិចហើយអូនកុំប្រកាន់អីណា មិនអីទេបងខ្ញុំបោះសម្អាតតែមួយថ្ងៃគឺស្អាតហើយពេលនេះមិនដឹងថាអ្នកផ្ទះខ្ញុំយ៉ាងម៉េចទៅហើយទេ ចំបៃនេះអូនចង់ត្រឡប់ទៅវិញហ៎អូនមិនស្រឡាញ់បងទេហ៎ មិនក៏បងនិយាយអញ្ចឹងបើខ្ញុំមិនស្រឡាញ់បងខ្ញុំរត់តាមបងធ្វើស្អីខ្ញុំគ្រាន់តែមានអារម្មណ៍ថាខុសហើយខុសខ្លាំងទៀតផង ចំបៃបើយើងមិនធ្វើអញ្ចឹងគ្មានច្រកចេញទេណាអូនកុំបារម្ភអីចាំពេលដែលអូនសម្រាលកូនរួចចាំយើង3កូនទៅសំពះសុំក្តីមេត្តាពីគាត់ក៏បានដែរណាអូន បងភូ ចាំបងនាំអូនទៅណាអូនណាកុំយំអីប្រពន្ធសម្លាញ់លេងស្អាតអស់ហើយណា ជាម្ដាយកូននឹងគ្នានៅផ្ទះជាមួយគ្នាហើយមីងមិននិយាយថាមិនដឹងរឿងមីងគិតថាខ្ញុំជឿអីអ្នកនាងធំខ្ញុំពិតជាមិនដឹងមែនថាវាទៅណាអ្នកនាងឲ្យខ្ញុំទៅស្បត់ដល់ណាក៏ខ្ញុំហ៊ានដែរហើយអាភូចង្រៃឯងហ៊ានជន់ឈ្លីកិត្តិយសគ្រួសារយើងបើយើងចាប់ឯងបានយើងនឹងសម្លាប់ឯងចោលដល់តដៃអូយអ្នកនាងធំខ្ញុំសុំទៅចោះណាសុំមេត្តាដល់អាភូផងទៅកុំធ្វើបាបវាអីណាអ្នកនាងមីងមិនបាច់មកវល់ខ្ញុំទេខ្ញុំដាច់ខាត់មិនលើកលែងឲ្យវាទេអ្នកនាងធំចំណែកមីងឯងក៏អញ្ចឹងដែរត្រៀមវិច្ចបង្វិចចេញពីផ្ទះនេះភ្លាមទៅខ្ញុំមិនឲ្យមីងឯងនៅទៀតទេឆាប់ចេញទៅអ្នកនាងធំ ពូប៉ែននេះពូយ៉ាងម៉េចទៅហើយពូបានធូរខ្លះទេពូអស់កម្លាំងណាស់ពូហត់ណាស់ក្មួយអើយក ុំគិតច្រើនពេកណាបង ចំប៉ាយ៉ាងម៉េចទៅហើយឯងតាមរកប្អូនឃើញទេ ហើយពួកអាដៃវាតាមមិនទាន់ទេទៅដល់កំពង់ផែនាងចំបៃវាជិះទូកចាញ់ទៅបាត់ហើយ ចំបៃមិនក៏វាធ្វើអញ្ចឹងដាក់ពងចំបៃពូកុំចឹងអីណាពូចំប៉ាអញត្រូវទៅតាមរកប្អូនឲ្យឃើញណាហើយនាំវាឲ្យត្រឡប់មកផ្ទះយើងវិញអញឮទេ
ឮពុកនិយាយទេ ចាពុកចាខ្ញុំដឹងហើយហើយ អ្នកនាងធំហើយនេះឲ្យខ្ញុំទៅតាមរកអ្នកនាងចំបៃនៅឯណាទៀតទៅអ្នកនាង មិនបាច់ទេវាចង់ប្រត់ប្រាស់ទៅណាក៏ទៅវាជាអ្នកជ្រើសរើសផ្លូវនេះដោយខ្លួនឯងថ្ងៃក្រោយលំបាកសនុកយ៉ាងម៉េចវាដឹងប្រឹងហើយ ហើយចុះបើសិនជាលោកម្ចាស់សួរនោះតើឲ្យខ្ញុំប្រាប់គាត់ថាម៉េចទៅអ្នកនាង ប្រាប់គាត់ទៅថារកមិនឃើញទេតែរកនៅភូមិណាក៏រកមិនឃើញដែរនាងប្អូនចង្រៃបានជាប្រត់ប្រាស់ចេញទៅហើយអញកុំត្រឡប់មកវិញឲ្យសោះ 3 ខែកន្លងផុតទៅចំបៃអូនកំពុងតែមានពោះមានពងផងណាកុំធ្វើការធ្ងន់ណាអូនណាទុកឲ្យបងធ្វើវិញ មិនអីទេបងគ្រាន់តែទឹកមកប៉ោតអូនយកបានតា អត់ទេបងមិនឲ្យអូនយល់ទេខ្លាចប៉ះពាល់ដល់កូនរបស់បងណា ចាលោកប្តីចំបៃបាយសម្លឆ្អិនហើយឆាប់មកហូបមកកូននៃម៉ែបំរើបាយទឹកខ្ញុំទៀតហើយម៉ែធ្វើអញ្ចឹងខ្ញុំរអៀសខ្លួនណាស់ម៉ែអើយរអៀសខ្លួនធ្វើស្អីកូនមានទម្ងន់ម៉ែមិនចង់ឲ្យកូនចូលផ្ទះបាយអោនឈ្ងោកនោះទេមិនចាំបាច់ក្រែងចិត្តម៉ែទេសុទ្ធតែគ្រួសារយើងតា ត្រូវហើយរសៀលបន្តិចខ្ញុំរកទៅផ្សារទៅសុំការងារធ្វើឲ្យម៉ែក្រែងបានលុយខ្លះទុកឲ្យប្រពន្ធខ្ញុំឆ្លងទន្លេ ចេះគិតអីអញ្ចឹងគឺល្អហើយកូនហើយបានហើយឆាប់ហូបបាយជុំគ្នាមកកូនចំបៃហូបបាយទៅកូនចាម៉ែចា នៅផ្ទះដង្ខៅប៉ែនបងចំប៉ាពូប៉ែនគាត់ទៅបានសុខហើយកុំពិបាកចិត្តពេកណាបង បងមិនអីទេអញកុំបារម្ភអីណា ហើយនេះមានបានដំណឹងពីចំបៃខ្លះទេបង អញក៏រំលឹកឈ្មោះពីប្អូនស្រីថោកទៀបនោះវាប្រត់ប្រាស់ទៅណាក៏ទៅព្រោះតែវាទៅពុកស្លាប់ស្រីចង្រៃនោះវាអកតញ្ញូណាស់ នេះហើយដែលហៅថាសេចក្តីទុកកាត់ចេញពីការជាប់ជំពាក់មកពីពូប៉ែនគាត់ស្រឡាញ់ចំបៃខ្លាំងពេកតាំងពីនាងរត់ចេញទៅគាត់ក៏ធ្លាក់ខ្លួនឈឺនេះហើយទឹកចិត្តជាឪពុកម្ដាយកូនមួយចំនួនគ្មានថ្ងៃនឹងយល់ទេ ហើយបើបងបានជួបវាបងនឹងប្រលះវាឯណាណីហើយឯងចាំមើលទៅ នៅទៀមស្រាផ្ការំយោល អូមានស្អីមកមាត់ស្អាតបាត់សង្ហាដែរតែមិនអីទេខ្ញុំព្រមទទួលឲ្យអ្នកមកធ្វើការនៅទីនេះ បានអរគុណខ្លាំងណាស់តកែស្រីអរគុណបាន តែថាការងារនៅទីនេះរៀងយប់បន្តិចហើយណាមានថ្ងៃខ្លះត្រូវធ្វើការដាច់យប់ក៏មានដែរអ្នកអាចធ្វើបានទេ បានមិនអីទេតកែស្រីខ្ញុំអាចធ្វើបានអរគុណខ្លាំងណាស់បាន អាតើយឯងនាំគេទៅមើលការងារបន្តិចទៅ 3 ខែកន្លងផុតទៅ ល្ងាចណាស់ហើយមិនក៏បងភូមិនតាន់មកវិញទៀតប្រហែលជាការងារវានៅច្រើនណាកូនមើលរយៈនេះគាត់ចម្លែកណាស់មកដល់ផ្ទះយប់ជ្រៅមានថ្ងៃខ្លះដាច់យប់ក៏មានមិនដឹងថាការងារនៅទៀមស្រានោះរវល់ប៉ុណ្ណាទេអូនោះវាមកហើយបងភូថ្ងៃនេះមិនក៏យប់ម្លេះបង យប់មិនយប់ស្អីអូនឯងធ្វើមើលទៅធ្វើការឲ្យគេស្រួលណាស់អញ្ចឹងស្មានតែបងចង់នៅដល់យប់ទៅធ្វើការឲ្យគេណាមិនមែនទៅអង្គុយគង់តាក់ខ្លាចចាំបើកលុយពីគេទេ បាបងហត់ណាស់បងឈប់ទៅធ្វើទៅព្រោះការងារនៅស្រែចម្ការក៏បងមានធ្វើហាញ់តា បងឈប់មិនបានទេអូនឯងឈួតទេក្រែងកំពុងត្រូវការលុយសម្រាលកូនណាហើយមិនក៏ឲ្យបងឈប់ធ្វើការនិយាយចាញ់មកអត់ដឹងខ្យល់អីសោះត្មង បងភូបានហើយឈប់ប្រកែកគ្នាទៅកូនឈប់ប្រកែកគ្នាទៅ ស្អែកឡើង បងភូមិនម៉ាបងលែងនាងកំផើមនោះចោលទៅហើយរើមកនៅជាមួយនឹងអូនមក មិនបានទេអូនពេលនេះចំបៃកំពុងតែមានទម្ងន់បងធ្វើអញ្ចឹងមិនកើតទេ ខ្ញុំឆ្ងល់បងឯងដែរតែខ្លាចចិត្តវាធ្វើស្អីច្រើនពេកនាងនោះវាស៊ីដោយសារបងទេបើបងលែងវាជីវិតរបស់បងនឹងមានវាសនាល្អជាងនេះខ្ញុំនិយាយតាមត្រង់តែចាស់បើបងលែងនាងនោះមកយកខ្ញុំ
ខ្ញុំនឹងប្រកល់ទៀមស្រានេះឲ្យបងកាន់កាប់តែម្ដង អូនម៉ៃ បងផូនេះបងកំពុងធ្វើស្អីហ្នឹងពិតជាថោកទាបខ្លាំងណាស់ ចំបៃកុំយល់ច្រឡំណាចំបៃស្ដាប់បងសិន យល់ច្រឡំម៉េចនេះមែនទេការងាររបស់បងនាងឯងខ្វះប្រុសណាស់មែនទេមិនក៏យកប្តីរបស់យើងភ័យប្តីឯងហីក្រែងរត់តាមគ្នាតែអីអ្នកណារៀបការឲ្យឯង អូនម៉ៃ ឆាប់ចេញពីផ្ទះយើងភ្លាមទៅស្រីកំផើមចាញ់ទៅឯងមិនចាំបាច់ដេញទេខ្ញុំមិននៅផ្ទះឯងយូរទេបងផូឆ្លើយប្រាប់ខ្ញុំឲ្យច្បាស់មកបងត្រឡប់មកវិញជាមួយនឹងខ្ញុំឬមួយក៏បងយកស្រីចង្រៃនេះ បងមិនទាន់ទៅទេអូនអញទៅមុនទៅ ល្អណាស់លោកប្តីល្អខ្លាំងណាស់ខ្ញុំជូនបងអ្នកទាំងពីរកុំឲ្យធ្លាក់នរក ចំបៃហើយ ឲ្យវាទៅបងមុខវានេះបានប្រមាណមាសមេទៅ នៅមាត់កំពង់ មនុស្សប្រុសដែលខ្ញុំយកមកធ្វើប្តីជាប្រុសថោកទាបដល់ម្លឹងផងឯងនេះមែនទេជាផលបាបដែលខ្ញុំធ្វើឲ្យពុកខ្ញុំទឹកភ្នែកបងពេលនេះពុកយ៉ាងម៉េចទៅហើយកូននឹកពុកណាស់ ហើយទៅខាងណាខាងណីទាំងយប់ហ្នឹងមេនាងអើយ ពូជួយចម្លងខ្ញុំទៅត្រៃមកខាងតិចបានទេពូ យប់ណាស់ទៅហើយមេឃក៏រកភ្លៀងទៀតខ្យល់ខ្លាំងបែបនេះពូចាញ់ទុកអង្កើតទេក្មួយចាំព្រឹកទៅណាក្មួយ ខ្ញុំសូមវល់ណាពូខ្ញុំត្រូវតែជួបពុកខ្ញុំនៅក្នុងពេលនេះពូជួយជូនខ្ញុំទៅផងទេណាពូណាខ្ញុំសូមវល់ អញ្ចឹងក៏បានដែរឆាប់ឡើងទូកទៅអញ្ចឹងស្រោតបន្តិចទៅកុំឲ្យភ្លៀងមកតន់ ចាពូចាអរគុណពូ ពូយ៉តចៅទូកមកដល់កណ្ដាលទន្លេស្រាប់តែមានខ្យល់បោកបក់យ៉ាងខ្លាំងខ្យល់ខ្លាំងណាស់មេនាងអើយយ៉ាងម៉េចយ៉ាងម៉ាទេនេះ ខ្ញុំភ័យណាពូខ្ញុំញ័រដៃញ័រជើងអស់ហើយក ុំភ័យគុណម៉ែគុណឪសូមជួយផងទប់ខ្លួនឲ្យនឹងណាមេនាងហ៎មេនាងពូយ៉ត ដោយអំណាចនៃព្យុះបោកបក់ទូករបស់ពូយ៉តក៏លិចលង់ចូលទៅក្នុងជលសាក្នុងគ្រានោះព្រឹកឡើងនៅមាត់ច្រាំងមានមនុស្សលង់ទឹកអណ្ដែតមកសង្ស័យតែស្លាប់បាត់ហើយទេដឹងអ្នកណាគេទៅណោះដូចជាមានទងន់ផងអេអ្នកនាងចំបៃតើ ជួយផងជួយខ្ញុំផង ចំបៃនេះអូនដឹងខ្លួនហើយហ៎អូនយ៉ាងម៉េចទៅហើយហ្នឹង បងភុំរានេះខ្ញុំមិនតាន់ស្លាប់ទេខ្ញុំមកដល់ទីនេះបានយ៉ាងម៉េចដឹងខ្លួនហើយហ៎មីក្មេងចង្រៃបងស្រីខ្ញុំដឹងខុសហើយឲ្យខ្ញុំសុំទោសណាបងត្រូវហើយមិនក៏ខ្ញុំមិនឃើញពុកអញ្ចឹងតើពុកទៅណាហើយបងពុកទៅណាហើយអញមិនមើលក្រៅខ្នងអញទៅហាអត់ទេមិនប៉ាត់ទេពុកអើយបងព្រោះតែឯងតើពុករបស់យើងស្លាប់នាងឯងជាកូនចង្រៃកើតមកបំផ្លាញម៉ែអីឯងមកវិញធ្វើអីមកវិញធ្វើស្អី បងចំប៉ាប៉ុណ្ណឹងបានហើយបង ពុកអើយខ្ញុំខុសហើយបងខ្ញុំខុសហើយអូយ ចំបៃអូនយ៉ាងម៉េចនឹងចំបៃអូនកាត់អីហ្នឹង អូយខ្ញុំឈឺពោះណាបងអូយ ចំបៃបងចំប៉ាខ្ញុំថាចំបៃប្រហែលជាឈឺពោះឆ្លងទលេហើយបង ហើយនាងនេះប៉ាត់ជាអំពុលទុកមែនតើអាសយអើយឯងនៅត្រង់ណាឆាប់ម្នេះភ្លាមមក ចំបៃទ្រាំសិនទៅណាចំបៃទ្រាំសិនទៅអូន អូយ នៅផ្ទះនៃភូ មិនក៏ឯងធ្វើអញ្ចឹងមិនលឺម៉ែសួរទេអីមិនក៏ឯងធ្វើបែបហ្នឹង បានហើយ
ម៉ែជប់បន្ទោសខ្ញុំទៀតទៅម៉ែស្មានតែខ្ញុំចង់ឲ្យកាត់រឿងអញ្ចឹងហ៎ អាភូម៉ែមិននឹកស្មានថាឯងដល់ម្លឹងទេចារឹកឃើញស្រីមិនបានកាត់ទៅរកឪឯងគ្មានខុសមានប្រពន្ធម្នាក់ហើយមិនស្កប់ស្កល់ទេមិនក៏ឯងតែផ្ដេសផ្ដាស់ជាមួយនឹងស្រីផ្សេងទៀតអាកូនអត់កំណើត ម៉ែ ទោះបីម៉ែក្រម៉ែមិនដែលបង្រៀនឲ្យឯងធ្វើចរិតចង់មកសៀតអញ្ចឹងទេជាកូនប្រុសឯងត្រូវតែមានទំនួលខុសត្រូវចំពោះគ្រួសារទៅឆាប់ទៅតាមនាងចំបៃមកវិញភ្លាមឆាប់ទៅភ្លាមទៅ បើចិត្តនាងមិនចង់នៅទីនេះផងទៅតាមនាងត្រឡប់មកវិញធ្វើអី នាងនោះប្រហែលជាគិតតែខ្ញុំទៅអង្វរឲ្យមើលទៅតលទៅយូរប្រុសស្អាតប្រហែលខ្ញុំដែរខ្វះអីស្រីស្រឡាញ់ និយាយបានល្អណាស់អាកូនចង្រៃព្រោះតែស្រីឯងប្រែប្រួលដល់ថ្នាក់នេះចេញទៅឆាប់ចេញពីមុខពីមាត់របស់យើងភ្លាមទៅ ម៉ែអើយ6ឆ្នាំកន្លងផុតទៅ ចំពោនៅត្រង់ណាហ្នឹងកូនចំពោចំពោហើយចំពោគេបាត់ទៅណាអញ្ចេះបងសយបងដើរមកមានឃើញចំពោដែរទេ អូខ្ញុំអត់បានឃើញទេសង្ស័យតែចម្ពោះរត់ទៅលេងនៅផ្ទះធំតែដឹងណានាង ចាប់បងមិនអីទេអរគុណហើយណែនាងក្មេងឈួតយើងប្រាប់ប្រមាណដងហើយថាកុំឲ្យមករត់លេងនៅផ្ទះរបស់យើងទៀតមិនក៏ឲ្យរឿងរូយ៉ាងនេះអ៊ំស្រីក្រាញ់ខ្ញុំជាក្មួយរបស់អ៊ំតាមិនក៏អ៊ំស្អប់ខ្ញុំយ៉ាងនេះហេក្មួយរបស់យកស្អីមែនទេឯងគ្មានជាប់សាច់ឈាមអីជាមួយនឹងយើងទេឯងជាកូនដែលកើតចេញពីឈាមថោកទាបរបស់អាចង្រៃនោះចំណែកម្ដាយឯងក៏យើងមិនរាប់វាជាបងប្អូនយើងដែរឈប់មកលេងនៅទីនេះទៀតឆាប់ចេញទៅអ៊ំចំប៉ាមិនក៏អ៊ំស្រែកដាក់ខ្ញុំអញ្ចឹងអ៊ំចិត្តអាក្រក់យើមីក្មេងចង្រៃយើអ៊ំចំប៉ាចិត្តអាក្រក់អ៊ំចំប៉ាចិត្តអាក្រក់ចំពោឈប់ភ្លាមណានិយាយបែបនេះដាក់មនុស្សចាស់មិនបានទេម៉ែឯងមកល្អហើយឆាប់នាំកូនរបស់ឯងចេញទៅហើយបដៅវាផងកុំឲ្យវាឆ្លើយហ៊ានតមាត់ជាមួយនឹងមនុស្សចាស់ទៀតបងស្រីយើងមិនមែនជាបងឯងទេកុំមកពាក់ព័ន្ធជាមួយនឹងយើងទៀតគួរឲ្យស្អប់ឃើញមុខម៉ែកូនឯងហើយយើងក្តៅកាហាយទាំងព្រឹកតែម្ដងតោះកូនត្រឡប់ទៅផ្ទះយើងវិញតោះកូនតាម៉ែខឹងអ៊ំចំប៉ាមែនទេមិនអីទេខ្ញុំឈប់មកលេងនៅទីនេះទៀតហើយកុំយំអីណាម៉ែណាចំពោកូន នៅទៀមស្រាផ្ការំយោល បងយ៉ាតបងឯងនេះមិនត្រឹមតែស្អាតទេកម្លាំងហ្នឹងក៏វាខ្លាំងម្ដងដែរជួយការងារអូនបានគ្រប់យ៉ាងតែម្ដងហើយ អរគុណហើយដែលសរសើរបងណាសំណប់ចិន ម៉ៃអូនឯងកំពុងធ្វើស្អីហ្នឹងនេះអូនឯងនាំប្រុសមកដេកដល់ក្នុងបន្ទប់ហ៎ បងភូបងឯងក៏មករករឿងខ្ញុំណា អាយ៉តចង្រៃអញហ៊ានមកលុកថ្លាំអញផងហ៎នេះណាអូយអូនម៉ៃជួយបងផងជួយបងផងអូនម៉ៃ អាភូឯងឈួតទេអីឈប់ភ្លាមតាអាភូយើងប្រាប់ថាឲ្យឈប់ នាងម៉ៃនាងស្រីផ្កាមាសនាងឯងការពារសហាយដល់ម្លឹងផងហ៎នាងឯង យ៉ាងម៉េចឯងចង់ធ្វើស្អីយើងស្គាល់យើងស្ដាងពេកហើយវើយយើងចង់ធ្វើអីជារឿងរបស់យើងសម្បត្តិត្រឹមឯងកុំមកចង់គ្រប់គ្រងជីវិតយើងណា នាងម៉ៃនាងឯង ពីពេលនេះទៅឯងគ្មានតំណែងតំណងអីជាមួយយើងទេឯងកុំមកជន់ទីនេះទៀតឆាប់ចេញទៅចេញពីផ្ទះរបស់យើងភ្លាមទៅ នាងម៉ៃនាងឯងពិតជាពឹសពុលណាស់ស្រីគំរក់ហឺយនេះណាអ៊ំទិញអាវនិងសម្ពុតថ្មីយកមកឲ្យចម្ពូណាណែក្មួយណា អូហូស្អាតខ្លាំងណាស់ក្មួយអរគុណហើយណាលោកអ៊ំអរគុណបងភុំរាបងមកលើកណាក៏មានរបស់យកមកឲ្យរហូតខ្ញុំក្រាញ់ចិត្តបងដល់ហើយនេះ ក្រែងចាត់បងធ្វើអីសុទ្ធតែគ្នាឯងតាហើយនេះចំបៃកំពុងតែធ្វើនំហ៎ ចាស់បង
ខ្ញុំកំពុងរៀបនំសាយសយដាក់ចន្ទះយកទៅចំហុយនឹងបានឆាប់រៀបដាក់ឲ្យម៉ួយណាបង អូឥឡូវអូនធ្វើនំបោះម៉ួយផងហ៎ ចាបងមានម៉ួយមកទិញយកទៅលក់បន្ត 4-5 នាក់ឲ្យតែនំឆ្អិនគេមកទទួលអស់ហើយ អូស្រួលហើយអញ្ចឹងអូនចាំបាច់យកទៅលក់នៅផ្សារនំទៅហត់ទេតាមមើលប្រហែលជាកាក់កបហើយ កាក់កបស្អីទៅបងរកស៊ីរាល់ថ្ងៃនេះឲ្យតែចំណេញរួចថ្លៃចាយវាយឲ្យតែបានកូនទៅរៀនគឺល្អណាស់ហើយអង្គុយលេងសិនទៅបងខ្ញុំយកនំទៅចំហុយមួយផ្លែត បានអូនបានម៉ែអើយម៉ែខ្ញុំខុសហើយម៉ែខ្ញុំខុសហើយខ្ញុំមិនគួរណាស់ចោលចំបៃទៅស្វាស្រីផ្កាមាសនោះមកធ្វើជាប្រពន្ធទេមកពីខ្ញុំមិនជឿម៉ែទើបខ្ញុំត្រូវមកជួបរឿងបែបនេះម៉ែកុំខឹងខ្ញុំអីណាម៉ែណាម៉ែណាអាយុនាងកាន់តែច្រើនហើយល្មមបើកបេះដូងទទួលយកស្នេហាពីខ្ញុំហើយណា អេលោកស៊ូនកាត់ខើយ៉ាងម៉េចទៅមកចាយចង់ខ្ញុំបែបនេះកុំធ្វើអីអញ្ចឹងខ្ញុំមិនចូលចិត្តទេណា មិនចូលចិត្តបងតែបងចូលចិត្តចម្ប៉ាចម្ប៉ារៀបការជាមួយបងទៅណាអូនណាចម្ប៉ានេះអូនឯងមិនអាណិតបងទេមេត្តាដល់បងផងទៅណា មិនដឹងជាស្អីទេលោកស៊ូននេះតែតាក់តងគ្នាមិនទាន់បានប្រមាណផងក៏មកសុំខ្ញុំរៀបការខ្ញុំមិនព្រមទេ បើលោកស្រឡាញ់ខ្ញុំពិតមែនមិនក៏មិនចូលមកស្ដីដណ្ដឹងខ្ញុំទៅ នេះចម្ប៉ាព្រមហើយហ៎បានបងនឹងឲ្យម្ដាយបងចូលស្ដីអូនឆាប់ឆាប់នេះណាអូនណា នៅផ្ទះមីងសួយ នាងចម្ប៉ាវាសល់ទ្រពពីឪវាមកច្រើនណាស់ធ្វើមិនក៏ដោយឯងត្រូវតែបោកវាឲ្យបានណាកូន ម៉ែកំភៃស្រីកមុំចាស់នោះវាកំពុងតែចូលអន្ទាក់ខ្ញុំហើយបន្តិចទៀតវាច្បាស់ជារើខ្លួនមិនរួចទេ សន្សឹមកុំបង្ខំពេកណាកូនកុំឲ្យវាមានការសង្ស័យលើឯងឲ្យសោះ រឿងនេះម៉ែមិនបាច់បារម្ភទេខ្ញុំដឹងតែត្រូវធ្វើយ៉ាងម៉េចហើយទុកចិត្តលើខ្ញុំចុះណាម៉ែ ស្អែកឡើងនៅមាត់ទន្លេចំបៃបងមករកអូនហើយសង្ឃឹមថាពេលនេះចំបៃមិនទាន់យកប្តីទៅចុះអាភូអាចង្រៃហើយអញមកទីនេះធ្វើអីអាសយកុំមាត់លឺពេលអាសយខ្ញុំសុំវល់អាចង្រៃឯងមកទីនេះឯងមិនខ្លាចអ្នកនាងធំសម្រាប់ឯងចោលទេអីខ្ញុំលេងខ្លាចស្លាប់ហើយមិនក៏មិនទៅចុះឲ្យតែខ្ញុំបានជួបប្រពន្ធកូនខ្ញុំអាសយឯងជួយខ្ញុំផងទៅណាអត់ទេខ្ញុំមិនជួយឯងទេអើយ ឯងមកធ្វើស្អីទៀតហើយហ្នឹងខ្ញុំយកនំសាយសយកមកឲ្យបងតែតែចំហុយរួចក្តៅបងភ្លក់មើលសិនទៅមិនបាច់មកយកចិត្តយើងទេឆាប់យកនំរបស់ឯងត្រឡប់ទៅវិញទៅបងស្រីកុំគិតថាយើងភ្លេចរឿងចាស់ឲ្យសោះព្រោះតែឯងទៅពុករបស់យើងស្លាប់យើងមិនលើកលែងឲ្យឯងទេចុះគាត់មិនមែនជាពុករបស់ខ្ញុំទេអីបងគិតថាខ្ញុំមិនខូចចិត្តទេអីបងចង់ស្អប់ខ្ពើមខ្ញុំយ៉ាងម៉េចក៏ស្រេចតែបងចោះតែសម្រាប់ខ្ញុំបងនៅតែជាបងស្រីរបស់ខ្ញុំលាបងទៅវិញហើយ អ្នកនាងធំអត់ទោសឲ្យអ្នកនាងចំបៃផងទៅអ្នកនាង ហើយឯងមកចេះដឹងស្អីដែរចាញ់ទៅណាក៏ទៅ ហើយ ពូមករកអ្នកណាគេដែរ នាងតូចផ្ទះនេះជាផ្ទះរបស់ចំបៃមែនទេក្មួយ មែនហើយចុះពូមករកម៉ែខ្ញុំមានការអី នាងតូចនេះឯងជាកូនរបស់ចំបៃហ៎ ចំពូឯងឆាប់មកណែភ្លាមមកកូន ចំបៃអូន លោកមកទីនេះធ្វើស្អីទៅខ្ញុំសួរថាលោកមកទីនេះធ្វើស្អី ចំបៃបងខុសហើយអូនបងខុសហើយអភ័យទោសឲ្យបងផងទៅណាចំបៃណា អភ័យទោសហ៎និយាយបានល្អណាស់ចាញ់ទៅឆាប់ចាញ់ពីផ្ទះរបស់ខ្ញុំភ្លាមទៅ ចំបៃកុំធ្វើអញ្ចឹងដាក់បងអីបងសុំវល់ ម៉ែមិនក៏ម៉ែដេញគាត់ជាមនុស្សអាក្រក់មែនទេម៉ែ ចំបៃក្មេងម្នាក់នេះជាកូនរបស់ពួកយើងមែនទេ មិនមែនទេ
ចម្ពោះជាកូនរបស់ខ្ញុំឪពុករបស់គេបានស្លាប់6ឆ្នាំហើយលោកឯងគ្មានជាប់សាច់ឈាមអីជាមួយនឹងគ្រួសារខ្ញុំទេឆាប់ចាញ់ពីផ្ទះខ្ញុំភ្លាមទៅបើមិនចាញ់ទេកុំថាខ្ញុំកាចណា ចំបៃកុំធ្វើអញ្ចឹងដាក់បងអីណាណាអូនណា លោកមិនចាញ់ទេមែនទេបងសោយនៅត្រង់ណាបញ្ញាប់ទៅប្រាប់បងចម្ប៉ាភ្លាមទៅថានាយភូត្រឡប់មកវិញហើយ ចំបៃក៏បានបងទៅក៏បានដែរតែបងនឹងត្រឡប់មកវិញម្ដងទៀតចំពោះពុកទៅហើយណាកូន ចាញ់ទៅឆាប់ចាញ់ទៅ ស្អែកឡើង ឆ្នាំនេះពូកែណាឯងយកទៅដាក់ក្នុងទឹកហើយកូរឲ្យសព្វរួចហើយយកទៅឲ្យនាងចម្ប៉ាផឹកទៅ ហើយចុះម៉ែបានថ្នាំនេះមកពីណា មិនមែនធ្លាក់ចុះពីលើមេឃទេណាចង់បានតើតែយកលុយទៅទិញដើម្បីចំណេញត្រូវតែហ៊ានចំណាយណាកូន បានម៉ែខ្ញុំដឹងហើយនាងចម្ប៉ាជាត្រីធំខ្ញុំដាច់ខាត់មិនឲ្យនាងរួចពីសំណាញ់របស់ខ្ញុំទេម៉ែទៅផ្ទះមុនចុះត្រៀមខ្លួនចាំរាប់លុយទៅណាម៉ែបានម៉ែបាន អឺប្រយ័ត្នប្រយែងឲ្យមែនតើណាម៉ែទៅហើយអូយខ្ញុំដូចជាវិលមកណាមុននេះលោកយកទឹកស្អីមកឲ្យខ្ញុំផឹកទៅមិនក៏ផឹកហើយខ្ញុំធេងធងម្លេះ អូនោះជាថ្នាំបើកម្លាំងតើអ្នកនាងមិនអីទេបើអ្នកនាងវិលមុខអ្នកនាងអាចសម្រាកសិនទៅគេងទៅចាំខ្ញុំនៅជ្រៀងបំពេណា អូយខ្ញុំរំខានលោកច្រើនពេកហើយខ្ញុំងងុយណាស់ខ្ញុំកេងសិនហើយ បាទគេងទៅណាអ្នកនាងគេងទៅអ្នកនាងចម្ប៉ាអូគេងលក់ហើយតាបានដៃយើងហើយពេលនេះ អូនថាម៉េចហ្នឹងប្រកាសហើយថាអូនមិនបានស្ដាប់ច្រឡំ ប្រកាសឲ្យបងខ្ញុំបានលើពេញតិចទាំងគូម្ដាយកូនពីរនាក់នោះកំពុងតែដាក់អន្ទាក់បងចម្ប៉ាបងភុំរាបងបញ្ញាប់យករឿងនេះទៅប្រាប់បងចម្ប៉ាទៅមុនពេលដែលអ្វីហួសពេល តែបងចម្ប៉ាគាត់ងាយជឿនអ្នកណាផ្ដេសផ្ដាស់ទេទោះបងទៅប្រាប់គាត់ក៏គាត់អញ្ជើបងដែរ បានអញ្ចឹងយើងគិតធ្វើយ៉ាងម៉េចទៅ អាយ៉ាមាសច្រើនណាស់លោកអើយមិននឹកស្មានថានាងចម្ប៉ានេះមានទ្រព្យច្រើនដល់ម្លឹងសោះតែប៉ុណ្ណេះយើងចាយមួយជីវិតទៀតក៏ចាយមិនអស់ដែរបញ្ញាប់ប្រមូលមាសដាក់ពង្វិចសិន ឯងកំពុងធ្វើស្អីហ្នឹងឯងចង់យកមាសរបស់យើងទៅណា ចម្ប៉ាអត់ទេអត់មានទេអ្នកនាង អត់ក្បាលឯងអីផតតាំងឃើញនឹងភ្នែកប៉ុណ្ណឹងទៅហើយឯងនៅហ៊ានបកាយទៀតឯងជាចោលមែនទេដែលឯងមកតាក់ទងយើងក៏ព្រោះតែឯងចង់លួចទ្រព្យសម្បត្តិរបស់យើងមែនទេ អើបើមិនទៅយ៉ាងម៉េចនាងឯងចង់ធ្វើស្អីយើង អាចង្រៃអាថោកទាបឆាប់ទុកមាសរបស់យើងភ្លាមហើយចេញពីផ្ទះរបស់យើងទៅ គិតថាយើងព្រមចាញ់ទៅវិញដោយដៃទទេអញ្ចឹងហ៎នាងចម្ប៉ានេះណែ អូយអាយ៉យអាចង្រៃឯងយើងនឹងទៅប្តឹងសន្តិសុខឲ្យចាប់ឯងដាក់គុក ចង់ប្តឹងយើងផងហ៎ស្រីចង្រៃគិតថាយើងទុកឲ្យនាងឯងទៅប្តឹងយើងបានហ៎ អាស៊ូនឯងដកកបិតធ្វើស្អីឯងចង់ធ្វើស្អីហ្នឹងកុំណា ថ្ងៃនេះនាងឯងត្រូវតែស្លាប់ទៅ ឆាប់ភ្លាមអាចង្រៃនេះណែ អូយអូយ ចំបៃមកស្រីបងមិនអីទេបងមានត្រូវត្រង់ណាទេ អូយស្រីចង្រៃនាងឯងគិតថាអាចយកឈ្នះយើងបានណាថ្ងៃនេះយើងត្រូវតែសម្លាប់ពីអ្នកបងប្អូននាងឯងចោល អាស៊ូនអញកុំធ្វើស្អីផ្ដេសផ្ដាស់ណា គួរសម្លាប់អ្នកណាមុនទៅណោះអូ ណែចំបៃប្រយ័ត្ន អាសួនចង្រៃនេះណែអូយឈឺណាស់អូយបានហើយប៉ុណ្ណឹងបានហើយអូយ អាស៊ូនចង្រៃនេះណែ អូយឈប់វាយយ៉ាងទៅប៉ុណ្ណឹងបានហើយអូយ3ថ្ងៃកន្លងផុតទៅ
ចាប់ពីថ្ងៃនេះទៅឯងនាំកូនរបស់ឯងមកនៅផ្ទះធំជាមួយនឹងបងមកបងស្រីបងប្អូនមានតែពីរនាក់ឲ្យបងបោះបង់ឯងទៅខាងណាផ្ទះធំនេះមិនមែនជាផ្ទះរបស់បងតែម្នាក់ទេពុកម៉ែក៏ទុកឲ្យពួកយើងនៅផ្ទះនេះគឺជាផ្ទះរបស់ឯងដែរណាបងស្រីចាបងចា អោបផ្កាចំបៃចោលក្លិនរាល់ថ្ងៃក្រអូបម្លេះទេភុំរាចង់ថ្នមរក្សាមាសមេតើអូនព្រមទេឆ្លើយប្រាប់បងផង ខ្ញុំជាស្រីមេម៉ាយហើយមានកូនទៀតខ្ញុំមិនស័ក្តិសមនឹងបងទេ មេម៉ាយមិនល្អតាណាទេទោះចំបៃមានកូនក៏បងនៅតែស្រឡាញ់ដែរកូនរបស់ចំបៃក៏ដូចជាកូនរបស់បងចម្ពូគ្នាគ្មានឪពុកហៅតាំងពីតូចឲ្យបងបានធ្វើជាឪពុករបស់គេផងទៅណា បងភុំរា រៀបការជាមួយបងទេណាអូនណា ចាបងចា ជាយោចំបៃព្រមរៀបការជាមួយខ្ញុំហើយ តម្លៃអប់រំបងប្អូនទោះក្រឬមានជួបសុខឬទុក្ខដាច់ខាតកុំចោលគ្នាឲ្យសោះការសម្រេចចិត្តខុសមួយពេលអាចធ្វើឲ្យមានវិបដិសារីអស់មួយជីវិត